យកប្រពន្ធអ្នកក្រគង់តែមានបើនាងមានគំនិតចេះគូចេះគិតខ្វល់គ្រប់កិច្ចការក្នុងក្រៅផ្ទះយ៉ាងណាគង់តែជោគជ័យប្រែខ្ញុំគាត់ផ្ដាំខ្ញុំគាត់ថាយកប្រពន្ធបាច់យកអ្នកមានយកអ្នកក្រក៏បានឲ្យតែចេះថែអាសាគ្នាគឺលុយចូលឯងអញ្ចឹងខ្ញុំសុំមិននិយាយពីអាយុទេណាខ្ញុំសុំនិយាយពីគំនិតវិញតើសញ្ញាអ្វីដែលបង្ហាញថាយើងនេះគឺជាគូព្រេងនឹងគ្នាអានេះគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ទេណាទី1ឆ្លោះគ្នាគឺអត់មើលអ្នកទី3អត់មានអីពិបាកយល់ទេស្រួលយល់ទេណាតែមានអ្នកទី3ហើយទោះបីតែមិនឆ្លោះក៏បែកដែរទី2ឆ្លោះគ្នាប្រាប់ពីហេតុផលកុំតែឆ្លោះដាក់ហេតុផលបិទអត់ដាក់ហេតុផលបើកមិននិយាយសួរនាំមិនតបអានឹងគឺដឹងតែបែកឯងព្រោះវាអស់អារម្មណ៍រៀងខ្លួនណាឬក៏វាមានអីលាក់បាំងនៅក្នុងហ្នឹងទី3យើងទិញបល័យប្រពន្ធអញស្អាតលំដាប់ពិភពលោកណាអានឹងខ្ញុំទិញហ្មងប្រពន្ធខ្ញុំក៏ប្រហែលជាទិញដែរណាប្តីខ្ញុំស្អាតជាងប្រុសមួយធរណីបាទយើងត្រូវដឹងថានៅពេលដែលយើងស្រឡាញ់ប្រពន្ធកាលដែលគាត់នៅក្មេងគាត់ស្អាតបាទជាក់ស្ដែងប្រពន្ធខ្ញុំអង្កលការ55នៅគីឡូដល់ពេលគាត់ទម្ងន់ឡើង82ណាដល់ពេលកើតសម្រាលកូនមកក៏ស្រកមិនអស់នៅសល់60ជាងគាត់មិនអីស្អាតមិនអញ្ចឹងសង្វារក៏មានអីក៏មានប៉ុន្តែយើងទិញបល័យណាប្រពន្ធអញស្អាតជាងគេប្រពន្ធអញស្អាតជាងគេតែទិញជាប់ទៅងាយបែកគ្នាទេទី4លុយទុកដាក់ឲ្យដឹងទាំងអស់គ្នាមានការរស់ស៊ីមានការទុកដាក់លុយកាក់ដឹងទៅណាឥឡូវអត់មានអីបាក់ទេទៅបើកកងរួមណាអត់ខ្វះកន្លែងបើកកងរួមទី5កុំនិយាយលក្ខណៈឯកជនអានឹងគឺខ្ញុំអត់គ្រប់ត្រូលមកខ្ញុំធ្លាប់ឮអ្នកខ្លះគេចែករំលែកគេថាប្តីប្រពន្ធខ្ញុំនៅពេលដែលគាត់ទៅណាទៅណីអញ្ចឹងខ្ញុំអត់សូវសួរនាំគាត់ទេខ្ញុំចង់ទុកពេលវេលាឯកជនហើយពេលខ្ញុំទៅក៏គាត់មិនត្រូវសួរខ្ញុំដែរបាទរហូតដល់មានអ្នកខ្លះទៀតនេះគឺចេញមុខនិយាយនៅលើសាធារណៈថាប្តីហត់ណាស់ប្តីសុំពេល private ជាមួយអ្នកណាជាមួយនារីជាមួយអីនៅខាងក្រៅអាហ្នឹងគឺលក្ខណៈឯកជនបាទ